ចេញផ្កាទៀតហើយបងប្អូនបាទស្អាតមែនតើបាទសលេស្វាយស្អាតមែនតើបាទធម្មជាតិពិតតែម្ដងបងប្អូនបាទមួយមេឃនេះមាន5ផ្កាបាទខានថតទៅថាចាំផ្កាចេញបានណាថតបង្ហាញជូនបងប្អូនមើលទៀតបងប្អូនបាទស្អាតណាផ្កា2 ដងនេះជ្រុះបាត់ហើយចឹងចេញថ្មីទៀតហើយស្រស់ស្អាតមែនតើធម្មជាតិពិតតែម្ដងបាទស្អាតណាចំណែកមួយគុំនេះគឺថាចេញផ្កាម្ដងរួចហើយខ្ញុំក៏ថតបង្ហាញបងប្អូនដែរបាទប៉ុន្តែឥឡូវនេះមកទៀតហើយយ៉ាងតែញាក់សាច់ទៅដែរចេញមកនេះធម្មតាទេបងប្អូនបាទចេញរហូតតែម្ដងបាទខ្ញុំថតជូនបងប្អូនប៉ុណ្ណេះសិនចាំវារីចាំថតជូនម្ដងទៀតហើយនេះក៏បានបង្ហាញសម្រស់មួយទៀតហើយស្អាតណាស់ទូចទេប៉ុន្តែក៏មើលសម្រស់គេបាទអែមមែនតើបាទសបងប្អូនសស្អាតណាស់ស្អាតមែនតើដើមគឺថាយើងបានចងយ៉ាងស្អាតអ្វីដែលសំខាន់តំរំបានឃើញសម្រស់នេះគឺថាប្រើពេលយូរមែនតើឥឡូវព្រមបង្ហាញសម្រស់ហើយស្អាតណាស់ស្អាតបងប្អូនស្អាតមែនតើហ្នឹងអ្នកដែលស្រឡាញ់ផ្កាទៅយល់អារម្មណ៍មួយនឹងបាទតំរំតាបានបង្ហាញសម្រស់ឲ្យឃើញនេះគឺចាំប្រើពេលរយៈពេលយូរមែនតើមើលថែទាំស្រោចទឹកណាគ្រប់ពេលគ្រប់វេលាបងប្អូនបាទមិនចេះតែចេញទេណាបាទហើយសម្រស់មួយតម្រុំបានឃើញសម្រស់ទៅខ្លះពណ៌ផ្សេងគ្នាទាំងអស់ធម្មជាតិគឺថាបង្កើតមកថាខុសបែបគ្នាចំណែកអង្គមនេះខ្ញុំក៏ធ្លាប់ថតជូនបងប្អូនដែរហើយនិយាយទៅរយៈពេលជិត1 ខែជាងបងប្អូន1 ខែជាងហើយប៉ុន្តែនៅតែសម្រស់អត់មានទៅណាទេបាទគឺថាសុំសរសើរមែនតើអត់ទៅណាទេ1 ខែជាងហើយសូមជម្រាបថាមួយគុំនេះគឺថាឲ្យបើកភ្នែកមកគឺថាអារម្មណ៍យើងស្រស់ស្រាយជាមួយគាត់ហ្មងគាត់ថាគាត់ឃើញរហូតដល់ហ្នឹងឃើញរហូតបាទស្អាតមែនតើបាទស្អាតនេះក៏ចាប់ផ្ដើមចេញមួយទៀតហើយបាទសលេស្វាយទូចទេមិនតន់រីកអស់ហើយទូចមែនតើចឹងវានឹងបង្ហាញសម្រស់កាន់តែស្អាតជាងនេះក្នុងរយៈពេល2 ថ្ងៃទៅក៏3 ថ្ងៃទៀតបាទស្អាតមែនតើមើលទៅមិនលេងសើចទេណាបាទខ្ញុំរំតំបានចេញមកប៉ុណ្ណេះគឺប្រើពេលមើលការថែទាំដិតដល់មែនតើចំណែកមួយគុំនេះមកឬចេញញ៉ៃប៉ុណ្ណឹងប៉ុន្តែសម្រស់គឺយ៉ាងម៉េចចេញហើយចេញខ្លាំងเลยម្ដងបាទមិនធម្មតាទេនេះតែមិនតន់រីកបងប្អូនបាទមិនតន់រីកអូយដល់មកស្វាយលេសទេធ្លាក់មកពីតងនេះស្អាតមែនតើអូមកខាងនេះទៀតណា5 តងធម្មតាទេនេះជិតរីកឯងបងប្អូនឥឡូវខ្ញុំបង្ហាញអំពីវាចេញសិនចាំពេលណារីកស្អាតមែនតើខ្ញុំនឹងបង្ហាញជូនម្ដងទៀតបងប្អូនបាទនឹងតែញាក់សាច់ហើយមកគុំនេះញាក់សាច់បង